បាទគ្រប់ជំរាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃជួបជាមួយខ្ញុំម្ដងទៀតដែរនៅក្នុង channel តាមផ្លូវហ្នឹងហើយថ្ងៃនេះខ្ញុំចង់បាទចែករំលែកទៅកាន់បងប្អូនថ្មីដែលបងប្អូនដែលអត់ទាន់ស្គាល់ខាងក្រុមហ៊ុន Grab អញ្ចឹងណាព្រោះឃើញបងប្អូនថ្មីខ្លះគាត់ comment នៅក្នុងវីដេអូខ្ញុំច្រើនដែរអញ្ចឹងថ្ងៃនេះខ្ញុំនឹងចែករំលែកទីតាំងរបស់ក្រុមហ៊ុន Grab ពីមុនមានក្រុមហ៊ុន Grab គឺមានតែមួយទីតាំងទេបងប្អូនហ្នឹងហើយដោយសារឥឡូវហ្នឹងមានពីរទីតាំងដោយសារក្រុមហ៊ុន Grab និងក្រុមហ៊ុនញ៉ាំ24គឺរួមបញ្ចូលគ្នាអញ្ចឹងណាហើយសម្រាប់បងប្អូនបាទថ្មីដែលអត់ទាន់បាន Subscribe Channel របស់ខ្ញុំនិងបងប្អូនចាស់ដែលធ្លាប់តែចូលមើលអត់ទាន់បានជួយចុច Like ចុច Share វីដេអូរបស់ខ្ញុំក៏ភ្លេចចូលរួមចុច Like ចុច Share ចុច Subscribe Channel ខ្ញុំជួយដាក់កណ្ដឹងខ្ញុំម្នាក់មួយផងដើម្បីចែករំលែកទៅកាន់បងប្អូនដែលថ្មីដែលគាត់អត់ទាន់បានស្គាល់វីដេអូរបស់ខ្ញុំអញ្ចឹងណាហ្នឹងហើយអធិស្ឋានបងដោយសារឥឡូវនេះខ្ញុំនៅមាត់ទន្លេបងប្អូនហ្នឹងហើយគ្នាក៏ពេញហ្នឹងហើយខ្ញុំធ្វើវីដេអូកន្លែងនេះទៅវាឆ្លាស់អញ្ចឹងណាចង់បដូរបរិយាកាសម្ដងបាទហ្នឹងហើយអញ្ចឹងសម្រាប់ក្រុមហ៊ុន Grab ដែលបងប្អូនដែលថ្មីដែលអត់ទាន់ស្គាល់ហើយក៏បងប្អូនចាស់ដែលគាត់ស្គាល់ហើយអញ្ចឹងណាហើយដែលបងប្អូនណាដែលគាត់ចង់ស្គាល់ក្រុមហ៊ុន Grab ចង់យក CV ទៅដាក់នៅខាងក្រុមហ៊ុន Grab ហ្នឹងទៅអញ្ចឹងក្រុមហ៊ុនធំ Grab ទី1នៅខាងទូកុកបងប្អូនហើយនៅម្ដុំ TK ហ្នឹងហើយនៅម្ដុំ TK នៅផ្លូវចាំទីបងប្អូនខ្ញុំ check មើលឲ្យកុំឲ្យខុសនៅផ្លូវសម្ដេចប៉ែននុនអញ្ចឹងនៅលើផ្លូវលេខ189អញ្ចឹងបងប្អូន check មើលទៅនៅក្រុមហ៊ុនធំនៅផ្លូវ189ហើយនៅក្នុងអាគារ TK Central បើមិនជាបងប្អូនអត់ស្គាល់ទេបងប្អូនអាចវាយនៅក្នុង map យើងទៅយើង check មើលថានៅក្នុងអាគារ TK Central វាលោតឲ្យបើមិនជាបងប្អូនណាដែលអត់ទាន់ចេះវាយទៀតបងប្អូនអាច check មើលនៅក្នុងហ្នឹងទៅបងប្អូនហ្នឹងហើយអញ្ចឹងយើងសួរសន្តិសុខនៅក្នុងហ្នឹងទៅគាត់ប្រាប់យើងហើយអាហ្នឹងបើមិនជាបងប្អូនចង់ទៅកន្លែងអាគារ TK Central នៅកន្លែងក្រុមហ៊ុន Grab ហ្នឹងណាសម្រាប់ក្រុមហ៊ុន Grab គឺនៅអាគារ TK Central ហ្នឹងគឺនៅជាន់ទី5បងប្អូនហ្នឹងហើយហើយបើសិនជាបងប្អូនអត់ច្បាស់បងប្អូនអាចបាទសួរសន្តិសុខទៅគាត់ប្រាប់យើងឲ្យឡើងជិះជាន់ទីម៉ានតែជូនបងប្អូនហើយមួយទៀតoffice បាទសម្រាប់ office ញ៉ាំ24គឺនៅខាងត្បូងបាទខាងត្បូងផ្សារថ្មីបងប្អូនស្គាល់ផ្សារថ្មីទេហ្នឹងហើយតែបងប្អូនខ្លះហើយគាត់ស្គាល់ហើយនៅខាងត្បូងផ្សារថ្មីដោយសារហ្នឹងផ្លូវបច្ចេកបងប្អូនបញ្ជាក់មួយបងប្អូនតិចហ្នឹងផ្លូវបច្ចេកហាមជិះពីផ្សារថ្មីទៅវិញហ្នឹងគេអត់ជិះទេចាប់លិចចាប់ហើយនៅសម្រាប់ office ញ៉ាំ24ហ្នឹងគឺនៅលើផ្លូវដូចជានៅផ្លូវសក់ផ្អែមបងប្អូនហ្នឹងហើយទៅសក់ផ្អែមផ្លូវលេខ63បងប្អូនចាំ check មើលតាមក្នុង map ហ្នឹងទៅនៅលើផ្លូវ63ហើយសម្រាប់បងប្អូនដែលគាត់ចង់យក CV យកទៅដាក់នៅខាង Grab អញ្ចឹងបងប្អូនយក CV ទៅដាក់នៅខាង office ញ៉ាំ24នៅផ្លូវសក់ផ្អែមហ្នឹងហើយបើសិនជាបងប្អូនចង់ដឹងព័ត៌មានច្បាស់ទៀតអាហ្នឹងបងប្អូនអាចតាក់ទងតាម page Grab អញ្ចឹងណាតាក់ទងតាម page Grab ហើយនឹងយើងទៅដល់ទីតាំងផ្ទាល់ក៏បានដែរអត់បញ្ហាទេសម្រាប់បងប្អូនចង់ធ្វើការដាក់ CV នេះគ្រាន់តែខ្ញុំបញ្ជាក់ជូនបងប្អូនសម្រាប់ទីតាំងដែលក្រុមហ៊ុនរបស់ Grab អញ្ចឹងណាពីមាន2ទីតាំងGrab និងទីតាំងoffice ញ៉ាំ24ហ្នឹងដោយសារពីមុនមានតែមួយទីតាំងទេពីមុនមានញ៉ាំ24នៅខាងផ្លូវសក់ផ្អែមហើយក្រុមហ៊ុន Grab ហ្នឹងនៅខាងផ្លូវប៉ែននោះនៅខាងម្ដុំទូលគោកហ្នឹងហើយខ្ញុំជាស្រ័យផងនិយាយត្រូវនឹងខុសតិចហើយហ្នឹងហើយអញ្ចឹងបើសិនជាបងប្អូនចង់ទៅដល់ទីតាំងរបស់ក្រុមហ៊ុនផ្ទាល់បងប្អូនអាចធ្វើដំណើរ